អ្នកទាំងអស់គ្នាចង់ចេះធ្វើណែមជូរស្បែកជ្រូកញ៉ាំចូលមើលទាំងអស់គ្នាតើគ្រឿងផ្សំមានអ្វីខ្លះជាដំបូងនេះខ្ញុំមានសាច់ជ្រូកកិនចំនួន1គីឡូបន្ទាប់មកទៀតខ្ញុំមានស្បែកជ្រូកចំនួន1ចានស្បែកជ្រូកនេះយើងដាក់តិចឬច្រើនអាស្រ័យលើយើងចូលចិត្តណាហើយបន្ទាប់មកទៀតយើងមានខ្ទឹមសនេះជាមួយម្ទេសខ្ញុំកិនខ្លះហើយខ្ញុំហាន់ជាបន្ទះស្ដើងខ្លះហើយខ្ទឹមសយើងដាក់ច្រើនបន្តិចទៅបានឆ្ងាញ់ណាសម្រាប់ធ្វើណែមស្បែកជ្រូកហើយវាឆាប់ជូរទៀតបន្ទាប់មកទៀតគឺស្ករអ្នកទាំងអស់គ្នាស្ករយើងដាក់3ស្លាបព្រាកាហ្វេទៅឬមួយក៏2ស្លាបព្រាបាយសម្រាប់សាច់ជ្រូក1គីឡូពេលដាក់ស្ករចូលហើយគឺយើងត្រូវច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យចូលជាមួយសាច់ជ្រូកឲ្យសព្វល្អសិនហើយនេះគឺជាកញ្ចប់គ្រឿងផ្សំដែលយើងសម្រាប់ធ្វើណែមស្បែកជ្រូកសម្រាប់សាច់ជ្រូក1គីឡូខ្ញុំប្រើ2កញ្ចប់នៅក្នុងហ្នឹងគឺមានកញ្ចប់តូចកញ្ចប់អំបិលខ្ញុំដាក់2កញ្ចប់ចូលហើយកញ្ចប់អំបិលតូចដែលនៅក្នុងហ្នឹងគឺយើងប្រើទាំងអស់តែម្ដងចូលទៅក្នុងហ្នឹងពេលដាក់គ្រឿងកញ្ចប់នឹងចូលហើយគឺត្រូវច្របាច់ឲ្យរាងញាប់ដៃបន្តិចអ្នកទាំងអស់គ្នាច្របាច់ធ្វើមិនឲ្យបានសព្វល្អដោយសារតែគ្រឿងហ្នឹងធ្វើឲ្យវាឆាប់រឹងឆាប់ស្ងួតដល់ពេលយើងរៀងធ្វើយឺតអញ្ចឹងគឺធ្វើឲ្យណែមហ្នឹងវាឆាប់ឡើងរឹងអញ្ចឹងពេលដែលយើងដាក់ចូលទៅក្នុងថង់ពិបាកសកត់ឲ្យវាសប៉ែតអញ្ចឹងតើញាប់ដៃបន្តិចពេលដែលយើងច្របល់សព្វហើយអញ្ចឹងយើងរកថង់មួយច្រកមកអ្នកទាំងអស់គ្នាច្រកដូចខ្ញុំអញ្ចឹងខ្ញុំអស់អាថង់ស៊ីប្លុកដល់ពេលអញ្ចឹងច្រកថង់ធម្មតាពេលដែលយើងខ្ចប់ហើយយើងសកត់ឲ្យវាចេញរាង4ជ្រុងមកបន្ទាប់មកយើងបត់ថង់ទុកមកដូចខ្ញុំបង្ហាញអញ្ចឹងណាសម្រាប់គ្រឿងផ្សំណែមជូរនឹងពេលដែលយើងដាក់ដំបូងអញ្ចឹងសាច់យើងគឺឡើងពណ៌ខ្មៅដូចខ្ញុំបង្ហាញអញ្ចឹងប៉ុន្តែគ្រាន់ថាយើងទុកចោលរយៈពេល1ម៉ោងក្រោយអីចឹងគឺឡើងពណ៌ក្រហមស្អាតមកវិញណាហើយពេលដែលយើងច្រកចូលថង់គឺយើងត្រូវសកត់វាឲ្យណែនឲ្យហាប់អញ្ចឹងធ្វើឲ្យណែនស្បែកជ្រូកយើងពេលដែលញ៉ាំទៅគឺសាច់ណែនឆ្ងាញ់វាអត់ទៅសោះណាបន្ទាប់ពីច្រកថង់ទុកហើយអញ្ចឹងយើងទុកនៅក្រៅទូរយៈពេល2យប់ទៅដើម្បីឲ្យណែមនឹងជូរសិនណាហើយនេះអ្នកទាំងអស់គ្នាបន្ទាប់ពីយើងទុកចោលរយៈពេល1ម៉ោងគឺណែមយើងឡើងពណ៌ក្រហមស្អាតអញ្ចឹងតែម្ដងនេះហើយបន្ទាប់ពីយើងដាក់ក្រៅទូរយៈពេល2យប់ណែមយើងចាប់ផ្ដើមជូរតិចហើយអញ្ចឹងយើងចាប់ផ្ដើមយកវាមកកាត់ចំណែកតូចមកដើម្បីខ្ចប់ដាក់រុំថង់ជាមួយនឹងខ្ទឹមសម្ទេសធ្វើអញ្ចឹងបានណែមយើងឆ្ងាញ់ហើយពេលខ្ញុំកំពុងញ៉ាំអញ្ចឹងគឺខ្ញុំភ្លក់មើលថាណែមនឹងវាជូរហើយនៅប៉ុន្តែវាអត់ទាន់ជូរទេវាជូរដែរជូរតិចវាអត់ទាន់ជូរជ្រះអញ្ចឹងយើងត្រូវការយកវាមកខ្ចប់ជាមួយនឹងខ្ទឹមសម្ទេសដើម្បីទុកបន្តប្រហែលយប់ទៀតដើម្បីវាជូរឆ្ងាញ់សម្រាប់ណែមជូរស្រួលធ្វើឯអ្នកទាំងអស់គ្នាប៉ុន្តែមកពិបាកនឹងយូរនឹងខ្ចប់នឹងតែម្ដងដោយសារតែយើងត្រូវការកាត់ខ្ទឹមជាបន្ទះស្ដើងម្ទេសតូចហើយយកមកខ្ចប់ជាមួយនឹងថង់ម្ដងមួយអញ្ចឹងយើងត្រូវការចំណាយពេលវេលារៀងយូរអញ្ចឹងណាប៉ុន្តែបើយើងអត់ចង់ខ្ចប់ក៏បានដែរអ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ខ្ញុំចង់ហាន់ខ្ទឹមសបន្ទះស្ដើងអញ្ចឹងដាក់ម្ទេសតូចពេលដែលយើងញ៉ាំម្ដុំទៅប៉ះខ្ទឹមសនិងម្ទេសវាកាន់តែឆ្ងាញ់អញ្ចឹងដល់ពេលអញ្ចឹងខ្ញុំចិត្តចំណាយពេលវេលាដើម្បីឈោខ្ចប់វាអញ្ចឹងណាហើយណាមួយខ្ចប់អញ្ចឹងអ្នកទាំងអស់គ្នាឃើញស្អាតជូរគួរឲ្យចង់ញ៉ាំហើយទុកយូរក៏អត់ខូចទៀតយើងត្រូវការញ៉ាំយើងដកម្ដុំ2ដុំយកមកញ៉ាំមកអញ្ចឹងធ្វើឲ្យណែមយើងវាទុកបានយូរក៏អត់ខូចទេទុកកាន់តែយូរគឺកាន់តែឆ្ងាញ់នេះរួចរាល់ហើយអ្នកទាំងអស់គ្នាអាចរៀនធ្វើបានគឺឆ្ងាញ់